សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំចង់និយាយអំពីធានបទមួយទាក់ទងនឹងការដាក់ញត្តិរបស់អង្គការ Rainforest Rescue ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ហើយអង្គការហ្នឹងគឺចង់ឃើញពលរដ្ឋដាក់ញត្តិទៅកាន់ប្រមុខរាជរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក្នុងការការពារនៅដែនជម្រកព្រៃឡង់ដោយដែលបងប្អូនដឹងហើយថាដែនជម្រកព្រៃឡង់ស្ថិតនៅក្នុងខេត្តចំនួន4មានខេត្តកំពង់ធំក្រចេះស្ទឹងត្រែងនិងខេត្តព្រះវិហារផ្ទៃដីព្រៃឡង់ហ្នឹងគឺជាព្រៃរងទឹកភ្លៀងបានន័យថាជាដីទំនាបមិនមែនជាតំបន់ភ្នំទេហើយវាមានផ្ទៃដីរហូតដល់ទៅ43,000 ហិកតាវាត្រូវបានចុះបញ្ជីជាតំបន់ការពារធនធានធម្មជាតិកាលពីឆ្នាំ2016ដោយដែលយើងដឹងហើយថាព្រៃរងទឹកភ្លៀងគឺមានសារៈសំខាន់ណាស់ហើយព្រៃឡង់ដែរគឺជាទីតាំងដ៏សំខាន់ក្នុងការមានព្រៃឈើក៏ដូចជាមានសត្វព្រៃសត្វជិតផុតពូជនិងសត្វងាយរងគ្រោះក្នុងញត្តិហ្នឹងគឺគេស្នើសុំក្នុងការឲ្យរដ្ឋាភិបាលហ្នឹងទី1គឺបញ្ឈប់នៅការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនស៊ីម៉ង់ដែលត្រូវបានផ្ដល់ឲ្យកាលពីរយៈពេលថ្មីនឹងចំនួន99 ហិកតាហើយធានាថាมันមានការកាប់បំផ្លាញព្រៃឈើតទៅទៀតឬក៏នឹងគោរពនឹងឲ្យតម្លៃទៅលើសិទ្ធិជនជាតិដើមភាគតិចគួយដែលនៅក្នុងតំបន់ព្រៃឡង់ហ្នឹង